នេះគឺជារណ្ដៅនៅស្រុកខ្មែរគឺម៉ែបងប្អូនអរគ្នាមិនមែននៅស្រុកគេនឹងឯងគេនៅស្រុកខ្មែរយើងនឹងឯងហើយចាំខ្ញុំដើរចូលទៅមើលឲ្យពុកម៉ែបងប្អូនបានឃើញពីរូបភាពនៅខាងក្នុងនឹងឯងថាជំរឿប្រពន្ធណាហើយដើរនឹងគេខែងធ្វើអីគេហើយដើរនឹងអាពីខាងក្រៅនឹងគេចាក់អោស៊ីម៉ង់ពីព្រោះអាដីយើងចូលដបងអញ្ចឹងដីវាអត់មាំទេដីវាអត់មាំអញ្ចឹងគេត្រូវធ្វើការអោចាក់ស៊ីម៉ង់ប៉ាតបែបហ្នឹងដើម្បីឲ្យការពារកុំឲ្យដីបាក់អញ្ចឹងណាហើយកន្លែងហ្នឹងគេទុកចោលយូរហើយពុកម៉ែបងប្អូនអរគ្នាហ្នឹងឯងដែលគេទុកចោលតាំងពី2020ហើយដែរនេះយើងក៏ធ្លាប់ថតម្ដងដែរកាលមុនកាល2020ដែលគេឈប់ធ្វើដបងហ្នឹងធ្លាប់ចូលម្ដងដែរហើយអត់ដឹងថាឥឡូវចូលទៅដល់ក្នុងនឹងជំរឿប៉ុណ្ណាទេដោយសារតែខានចូលយូរដែរគឺទៅតាំងពី2020ហើយឥឡូវវា2025ជិតចូល2026អញ្ចឹងដែរនឹងគេទុកចោលប្រហែលជា5-6ឆ្នាំហើយមកនឹងពុកម៉ែបងប្អូនអរគ្នាមកនឹងយកពិលមកទៅមួយហ្នឹងឯងពិលយកមកទៅមួយចឹងទៅអ្នកមុខគេបើកណាគេបើកអញ្ចឹងទៅក៏អត់មានពិលទេខាងក្រោយមានតែអ្នកខាងមុខទេខ្ញុំបើកក៏ពិលទូរស័ព្ទទេហើយមកដល់ខាងក្នុងនឹងគេអត់មានចាក់ស៊ីម៉ង់ទេពុកម៉ែបងប្អូនមានដឹងថាហេតុអីបានគេអត់ចាក់ស៊ីម៉ង់អត់ដោយសារខាងក្នុងនឹងមកដល់ខាងក្នុងនឹងវាចូលដីថ្មអញ្ចឹងដីថ្មគឺវាមាំអញ្ចឹងគឺវាអត់ងាយបាក់ទេដីថ្មអញ្ចឹងគេបិទស៊ីម៉ង់តែពីខាងក្រៅទេដោយសារតែពីខាងក្រៅវាអាចថតលក្ខណៈលបាយដីអញ្ចឹងបានគេចាក់ស៊ីម៉ង់អញ្ចឹងចូលមកដល់ខាងក្នុងនេះគេអត់ថ្មបែបហ្នឹងថ្មដើរថ្មអុយហើយមានទឹកស្រក់អញ្ចឹងមានន័យថាអណ្ដៅហ្នឹងគេធ្វើនៅក្រោមតាហើមទឹកអណ្ដៅហ្នឹងឃើញទឹកស្រក់មកពីលើអត់ហើយចូលមកខាងក្នុងវាសិតតែថ្មអញ្ចឹងដៅដល់ពេលគេធ្វើមកដល់ក្នុងអញ្ចឹងគេអត់ចាក់ស៊ីម៉ង់ទេពីព្រោះថ្មគឺវាជាប់ហ្នឹងហើយវាមាំហ្នឹងហើយអញ្ចឹងគេអត់ចាក់ស៊ីម៉ង់ទេគេចាក់ពីខាងក្រៅទេពីដោយសារតែខាងក្រៅហ្នឹងវាអត់តន់ដល់ថ្មអញ្ចឹងវាដីអញ្ចឹងដីវាងាយនឹងបាក់ហើយលេទៅដើរថតឲ្យពុកម៉ែបងប្អូនអ្នកគ្នាមើលខាងហ្នឹងអ្នកមុខគេដើរទៅដល់មុខបាត់ល្ងឹតឈឹងនេះហើយទឹកស្រក់ឡាដើរថតឲ្យកន្លែងទឹកស្រក់ឲ្យពុកម៉ែបងប្អូនបានមើលនឹងឲ្យស្រក់ជ្រាបចេញពីថ្មមកអញ្ចឹងដៅហ្នឹងមានន័យថាដៅហ្នឹងគេធ្វើនៅខាងក្រោមទឹកទៀតអញ្ចឹងទឹកនៅខាងលើហើយនៅខាងក្នុងនោះឮសំឡេងទឹកហូរវវពុកម៉ែបងប្អូនអ្នកគ្នាអញ្ចឹងគឺទឹកនៅខាងក្នុងគឺវាហូរច្រើននឹងឲ្យហូរច្រើនហើយចាំតិចទៀតខ្ញុំថតដល់កន្លែងនៅខាងក្នុងឲ្យមើលថាទឹកវាឡើងប៉ុណ្ណាហើយកន្លែងនេះមាត់ដៅដើរចូលមកតែពិតចូលមកឆ្ងាយដែរពុកម៉ែបងប្អូនអ្នកគ្នាចូលមកប្រហែលជាចង់100ម៉ែត្រហើយ100ម៉ែត្រជាងហ្នឹងតែពេលយើងថតចេះរៀងមើលទៅនៅចិត្តទេតែអត់ដល់កន្លែងទេហើយដើរមកងឹតឈឹងកន្លែងហ្នឹងតែសារអ្នកមុខគេដើរអត់ចាំមានពិលតែមួយនឹងមានពិលតែមួយអញ្ចឹងទៅក៏ឡាដើរថតខាងគេដើរទៅចោលបាត់មើលកន្លែងភ្លើងពិលហ្នឹងកន្លែងហ្នឹងដល់កន្លែងតលហើយកន្លែងហ្នឹងវាតលពិតមិនដែរហ្នឹងអត់តន់តលទេមិនដែរមូលហេតុដោយសារតែទឹកវាឡើងមកត្រឹមដៅហ្នឹងមិនដែរហ្នឹងចូលទៅរាប់រយម៉ែត្រទៀតទៅខាងក្នុងមិនតែដោយសារតែទឹកវាឡើងត្រឹមហ្នឹងហ្នឹងហើយនោះសលេងទឹកចេះចូលវចេញពីដៅហ្នឹងហើយដៅហ្នឹងអត់ទាន់ដល់មុខទេតែដោយសារតែទឹកវាឡើងអញ្ចឹងទៅមិនអាចចូលទៅខាងមុខទៀតទេហ្នឹងហើយទៅឆ្ងាយដែរប្រហែលជា100ម៉ែត្រជាងចូលមកហ្នឹងវាឆ្ងាយហើយវាអត់ទៅពុលមកនេះដោយសារតែយើងចូលអត់ដល់ក្នុងហើយយើងមិនហ៊ានចុះទៅខាងក្រោមទេដោយសារតែវារាំងជ្រៅដែរហើយឃើញគាត់ចុះហើយយើងជួយចុះទៅដែរគឺខ្លាចនេះទឹកសក់ទឹកនេះទឹកចេញពីអណ្ដៅហើយអណ្ដៅរ៉ែហ្នឹងគេហៅអណ្ដៅរ៉ែមាសអណ្ដៅហ្នឹងតែគេឈប់ធ្វើយូរហើយ